Ok, ngày sau đây thì ngạc nhiên và sẽ cùng một căn video thứ 7 chắc ngày nay nhóm mình còn rất chẳng thời video muối chạy lại cả tình năng bọc vì saoในการเรียนภาษาอังกฤษในการដាក់គោលដៅទៅលើការរៀនភាសាអង់គ្លេសដើម្បីឲ្យយើងរៀនទៅទទួលបានលទ្ធផលល្អឬក៏ទទួលបានលទ្ធផលដែលយើងចង់បានបាទទី1សូមនិយាយពីបទពិសោធន៍នៃការរៀនភាសាអង់គ្លេសបាទអញ្ចឹងគឺតាំងពីទូចខ្ញុំរៀនអង់គ្លេសតាំងពីទូចឬគឺតាំងពីទូចមកដល់ឥឡូវខ្ញុំរៀនប្រហែលជាចូល16ឆ្នាំគាត់ទៅរៀនអង់គ្លេស16ឆ្នាំឥឡូវយើងរាប់ទាំងអស់គ្នាទៅថាឲ្យបាន16ឆ្នាំរៀននៅសាលាឯកជនក្នុងតំបន់ចាយពេលរៀនជា3ឆ្នាំបាទរៀន3ឆ្នាំអត់ចេះអីទេចេះទីទួយមែនដែរចេះពាក្យទីទួយមែនដែរហើយយើងមិនទៅសាលាទៅគ្រូយើងតែរៀនខ្លួនឯងពេលយើងធំទៅយើងដឹងហើយបាទគឺដោយសារការហ្នឹងយើងអត់ចូលចិត្តទៅដាក់រៀនយើងអត់ប្រឹងរៀនយើងលេងយើងមានមិត្តភក្តិបងភឿនក្មេងៗច្រើនទៅយើងលេងអត់សូវរៀនទេបាទយ៉ាង3ឆ្នាំអត់សូវចេះក្រោយមកយើងផ្លាស់ប្ដូរមករៀននៅសាលាអង្គការក៏នៅក្នុងភូមិដែរគេបើកណាបាទចូលរៀនសាលាអង្គការគឺជាសាលាដែលហៅថា non profit organization បាទជាប្រភេទកន្លែងដែលគេអត់យកលុយបាទគេអត់យកលុយពីយើងសិស្សទេអញ្ចឹងពេលយើងទៅរៀនគឺយើងត្រូវតែស្ដាប់គោរពតាមនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅគោលការណ៍ក៏ដូចជាច្បាប់វិន័យក្នុងសាលាអញ្ចឹងពេលហ្នឹងហើយដែលខ្ញុំបានផ្លាស់ប្ដូរខ្លួនឯងទី1គឺដោយសារតែកន្លែងសាលាដែលយើងរៀនតឹងរឹងបាទទី2គឺដោយសារតែការមាក់ងាយរបស់គ្រូដែលបង្រៀនមកលើយើងណាបាទពីដំបូងខឹងក៏ដែរតែដល់ពេលយូរទៅធំទៅក៏គិតចារណាដល់ទៅអត់ខឹងគាត់ទេព្រោះដោយសារតែការមើលងាយរបស់គាត់បានរៀនចេះបាទចូលរៀនដំបូង level 1សួរពីអីក៏ចេះសួរឈ្មោះចេះឆ្លើយសួរ how are you ចេះឆ្លើយសួរ how old are you ចេះឆ្លើយតែដល់ពេលសួរពាក្យមួយចំនួនសួរអីអត់ចេះឆ្លើយទេគាត់ក៏មើលងាយថាអត់ប្រយោជន៍ចាស់បាទរៀនឡើង3ឆ្នាំមិនចេះសោះហើយពេលហ្នឹងនៅទូចដែរទេបាទនៅទូចទេរៀនបឋមតែខ្ញុំមិនចាំតាំងទីប្រហែលណាទី4ទី5ហ្នឹងទូចដែរទេចេះឈឺចាប់គ្នាយើងចេះឈឺចាប់ដាក់អារម្មណ៍មើលងាយទុកក្នុងចិត្តហើយបដិញ្ញាខ្លួនឯងថានឹងប្រឹងរៀនដែលមួយប្រឹងរៀនដើម្បីឲ្យគ្រូដែលមើលងាយហ្នឹងគាត់និយាយល្អពីយើងវិញហ្នឹងតែអញ្ចឹងខ្ញុំចាយពេលរៀននៅសាលាអង្គការអស់រយៈពេល9ឆ្នាំទៀតអញ្ចឹងវា2ទៅ10ឆ្នាំហើយខ្ញុំក៏បញ្ស៊ូទៅ University majoring in English Literature តទៅរៀននៅសាកលវិទ្យាល័យក្រោយពីចប់ High School ទៅចប់វិទ្យាល័យទៅរៀននៅសាកលវិទ្យាល័យ4ឆ្នាំទៀតជំនាញឯកទេសខាងអក្សរសាស្ត្រអង់គ្លេសដែលយើងរៀនពីច្រើនយើង focus ទៅលើ English teaching បាទ English teaching បាទអញ្ចឹងវា12 + 4 វា 16ណា16ឆ្នាំចាស់អញ្ចឹងបើភាសារៀនវាច្រើនឆ្នាំគូសំបាទអញ្ចឹងតែទៅនឹងការដាក់គោលដៅក្នុងការរៀនវិញអញ្ចឹងការខ្ញុំរៀនអង់គ្លេសដំបូង3ឆ្នាំដាក់ចេះហ្នឹងដោយសារតែយើងនៅក្មេងយើងចូលចិត្តទុកដាក់យើងគ្មានគោលដៅរៀនអញ្ចឹងអាហ្នឹងអត់បាច់និយាយផាត់ចោលក្រោយមកចូលដល់សាលាអង្គការក៏មិនទាន់មានគោលដៅភ្លាមៗទេរៀនត្រឹម level 1 2 3ហ្នឹងចាប់ដល់ប្រឹងរៀនដោយសារគ្រូមើលងាយទី1ទី2សាលាគេតឹងរឹងបាទដូចជាបើតាមខ្ញុំចាំដូចជាមិនធ្វើ homework ទៅរៀនមិនទាន់ម៉ោងឬក៏ប្រឡងធ្លាក់អីហ្នឹងគឺអាចនឹងប្រឈមមុខនឹងការលុបឈ្មោះមិនឲ្យរៀនអញ្ចឹងយើងខ្មាស់គេខ្លាចខ្មាស់គេហើយយើងក៏មិនមែនទៅជាអ្នកធូរធារមានលទ្ធភាពរៀនឯកជនអីអស់ថ្លៃច្រើនទេដែរបាទអញ្ចឹងយើងប្រឹងរៀនទៅដូចជាចូលមកដល់ត្រឹម level 3ខ្ញុំចាំមិនខុសទេសាលាអង្គការយើងរៀនហ្នឹងមួយឆ្នាំយើងមានក្រុមគ្រូជនជាតិមកបរៀនយើងមួយសប្តាហ៍ណាបាទអញ្ចឹងពេលគ្រូជនជាតិមកដែរហ៊ានទៅជួបទៅក្បែរទៅវាអត់ចេះភ័យបាទឃើញគេមិត្តភក្តិគេចេះគេទៅនិយាយជាមួយចង់ទៅតាមគេតែហ៊ានបាទក្រោយមកចប់ត្រឹម level 3ហ្នឹងឡើងដល់ level 4អីយើងចាប់ដើមរៀនធំគូសំហើយចូលដល់ទៅជាកម្រិតអនុវិទ្យាល័យឬក៏អីហ្នឹងហើយជាអនុវិទ្យាល័យហ្នឹងយើងចាប់ដើមចេះ set គោលដៅក្នុងការរៀនពេលហ្នឹងចាប់ដើមចេះមើលទូរស័ព្ទតែតើមានទូរស័ព្ទទេមើលទូរស័ព្ទ Mac Sapa ឬក៏មើលទូរទស្សន៍អ្នកកន្លែងផ្ទះអីចឹងណាឃើញតុក្កតានិយាយអង់គ្លេសរឿងនិយាយអង់គ្លេសទៅចាប់ដើមមានគំនិតមួយថាប្រាប់ខ្លួនឯងថារៀនអង់គ្លេសគឺរៀនដើម្បីមើលរឿងយល់បាទដើម្បីមើលរឿងយល់ដើម្បីស្ដាប់តួអង្គនិយាយមកបានហើយនឹងអាចនិយាយបានខ្លះនៅថ្ងៃអនាគតព្រោះខ្ញុំចង់ទៅជួប idol របស់ខ្ញុំដែលសម្ដែងរឿងអីចឹងទៅចង់និយាយសំណេះសំណាលរបស់គាត់ចឹងគោលដៅខាងនេះដាក់មាន2បាទទី1គឺចង់ស្ដាប់អង់គ្លេសយល់ទី2ចង់និយាយអង់គ្លេសចេះចង់និយាយអង់គ្លេសបានបើអ្នកស្ដាប់យល់ហើយឆ្លើយតបទៅគេវិញបាន respond ទៅគេវិញបានអញ្ចឹងយើងដាក់គោលដៅតែ2ហ្នឹងទេ
và chính nhóm trai về được chia pi năm và level 4 level 5 bànយើង confident enough បាទមានទំនុកចិត្តខ្លួនឯងថាអាចនឹងសន្ទនាមួយគ្រូឲ្យបានអញ្ចឹងបាន get involved ជាមួយមិត្តភ័ក្តិទៅជួបជជែកភាសាមួយគ្រូជនជាតិជាបន្តបន្ទាប់អញ្ចឹងទៅបាទអញ្ចឹងវាការ practice នឹងយើងមិនបានច្រើនទេព្រោះមួយឆ្នាំយើងជួបពួកគាត់បាន2ដងហ្នឹងណាបាទតែការខ្ញុំរៀនសេរីចាស់ហ្នឹងគឺមាន VC program ហ្នឹងយើងរៀនមើលតាមកញ្ចក់កុំព្យូទ័រជាមួយគ្រូអត់ទេ call video រៀនណាបាទហ្នឹងក៏បានញឹកញាប់គួរសមដែរអញ្ចឹងក្រោយពីមានបទពិសោធន៍ក្នុងការរៀននឹងច្រើនបាទចប់ពីសាលាអង្គការទៅគឺយើងចេះគួរសមបាទចេះគួរសមបាទធ្វើ level ណាកាលហ្នឹងបាទចង់ធ្វើកម្រិត level ណាបើសិនយើងរៀនបន្តពី3ឆ្នាំទៀតបានដល់12ប៉ុន្តែយើងចប់ដូចជាកាលនេះយើង graduate ពី high school ហើយចឹងយើងចាប់ពីវិទ្យាល័យទៅយើងអត់មានពេលទៅរៀនទេយើងត្រូវទៅតសកលណាចឹងយើងអាចរៀននៅសាលាចាស់នេះបានទេអញ្ចឹងយើងបានធ្វើ level ណាហើយចេះគួរសមមានតែចេះគួរសមហើយក្រោយមកក៏សម្រាប់ចិត្តទៅរៀននៅសាកលវិទ្យាល័យបាទយកជំនាញភាសាអង់គ្លេសទៅទៅព្រោះយើងបានហារូបករណ៍ខាងហ្នឹងផងហើយយើងក៏មិនជាស្អប់ជំនាញហ្នឹងឯណាដែរបាទតាមពិតទៅជំនាញហ្នឹងជាជំនាញទី2ដែលខ្ញុំ set សម្រាប់គោលដៅខ្លួនឯងជំនាញទី1គឺខ្ញុំចង់រៀនខាង mechanic បាទរៀននៅសាកលវិទ្យាល័យព្រំពេញណាប៉ុន្តែយើងបំពេញកណ្ដាស់ហារូបករណ៍ដែលគ្រូបានឲ្យយើងពេញទៅយើងអត់ជាប់បាទអាចទៅមកពីកម្រិតនិទេសការពីទី12យើងវាបានល្អទៅលើវិទ្យាគណិតរូបណាបាទការប្រឡងគណិតបាន B ឬបាន B ហើយខ្ញុំវិសាវិទ្យាសាស្ត្រការពិត expect តែខ្លួនឯងបាន A ដែរប៉ុន្តែមិនដឹងថាមូលហេតុអីអាចថាយើងធ្វើកាត់ខ្លះឬក៏យើងធ្វើខុសដល់មិនដឹងខ្លួនមិនដឹងបាទយ៉ាងជាផកដែរបាទយើងបានបន្ទុក 98.400 ជាងដែរបាទមិនអីមានស្ដាយបាទអញ្ចឹងក្រោយពីសម្រាប់ចិត្តថារៀនមុខវិជ្ជាជំនាញភាសាអង់គ្លេសហ្នឹងហើយបាទចូលរៀនបន្តទៀត4ឆ្នាំនៅសាកលវិទ្យាល័យនេះបាទរៀនបដាក៏រកការងារធ្វើបដាទៅហើយក៏បានការងារជាគ្រូបង្រៀនភាសាអង់គ្លេសទៀតអញ្ចឹងភាសាអង់គ្លេសហ្នឹងក៏វាកាន់តែវិវត្តទៅពីមួយកម្រិតទៅមួយកម្រិតណាយើងបានរៀនចេះបានអនុវត្តជាមួយនឹង foreign teacher កាលពីនៅរៀនមួយចំនួនក្រោយមកឡើងមកដល់សាកលបានរៀនគ្រូខ្មែរក្តីគ្រូជនជាតិក្តីយើងនិយាយតាមអង់គ្លេសរាល់ថ្ងៃហើយយើងរៀនចេះហើយយើងទៅបង្រៀនទៀតបាទយើងចេះយើងហើយយើងទៅបង្រៀនទៀតទៅវាធ្វើឲ្យការចេះមួយកាន់តែច្រើនអញ្ចឹងសរុបមកវិញនិយាយជារួមតែម្ដងបាទការរៀនភាសាមិនថាភាសាអីទេគួរតែសួរខ្លួនឯងថារៀនដើម្បីអីបាទគួរតែដាក់គោលដៅខ្លួនឯងណារៀនដើម្បីអីមួយចំណុច2ចំណុច3ចំណុច4ចំណុចហ្នឹងទៅភាគច្រើនក្មេងៗខ្ញុំបានសួរsurvey ទៅកាន់ពួកគាត់ភាគច្រើនសិតតែចង់ចេះនិយាយប៉ុន្តែក្មេងខ្លះគាត់អត់មានលទ្ធភាពក្នុងការតន់និយាយកើតចាស់នឹងយើងអត់បន្ទោសទេប៉ុន្តែមានក្មេងមួយចំនួនដែលយើងមើលទៅឃើញថាគាត់មាន potential គាត់មាន ability to speak to practice បានន័យថាគាត់អាចអនុវត្តអាចរៀននិយាយបានប៉ុន្តែគោលដៅមានទេថាពេលយើងសួរថាចង់រៀនភាសាអីរៀនភាសាចង់ចេះនិយាយអញ្ចឹង practice មួយឆ្នាំរៀនគាត់និយាយរាល់ថ្ងៃមកតែគាត់បែរជាធ្វើអត់បានណាហើយយើងក៏មិនដឹងថាយ៉ាងម៉េចដែរព្រោះពីការដែលខ្ញុំនៅវ័យពេលគាត់ហ្នឹងក៏ខ្ញុំមិនសូវទាន់ហ៊ាននិយាយដែរអញ្ចឹងក៏យើងពិបាកយល់ពីភាពខ្មាស់អៀនឬក៏ការគិតរបស់ពួកគាត់ដែលថាមិនទាន់ ready ក្នុងការរៀននិយាយអញ្ចឹងណាអញ្ចឹងត្រឡប់មកវិញបាទរៀនគោលដៅរៀនត្រូវមានគោលដៅបាទរៀនអីក៏ដោយបាទហ្នឹងអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងអរគុណច្រើនអ្នកបាយបាយ